យកសួរបងប្អូនអរគ្នាចឹងថ្ងៃនេះយើងមកសក់អំពៅចំណីកដោបនេះជាលុយបងប្អូននេះបងប្អូនចឹងការអំពៅធំអំពៅនេះលេខ1បងប្អូនអំពៅស្មៅអ៊ីស្រាអែលយើងនេះចឹងតែមិនការអំពៅរបស់ខ្ញុំទេតែជាការអំពៅរបស់អ្នកស្រុកភូមិចឹងណាតែគាត់ដាំអំពៅទៅគាត់ឲ្យយើងមកថតឲ្យគាត់ចឹងយើងបានស្លឹកឲ្យកដោបតែគាត់បានបោស្អាតបងចឹងណាយើងធ្វើឲ្យគាត់ស្អាតទៅណាថ្ងៃកងងអីចឹងទៅយើងកាប់គាត់ចោលទៅទុកតាត្រង់គាត់ស្លឹកយើងយកទៅឲ្យកដោបយើងស៊ីបាទចឹងឃើញថាល្អហ្មងអ្នកនំគុណកន្លោះហ្មងនេះមកជួយបតនីពីការរៀនសូត្រចឹងថ្ងៃអាទិត្យចឹងពេលព្រឹកជាហើយយើងមកធ្វើការឲ្យស្រួលស្មៅយើងមកយើងទៅត្រឡប់ទៅផ្ទះវិញបាទចឹងបងប្អូនដែលមានអំពៅណាកុំសក់ស្លឹកគាត់ចោលបងប្អូនចឹងអាចយកទៅឲ្យចំណីកដោបបានចឹងចែកម្លែកអរគ្នាបងប្អូនដែលមើលបើចូលចិត្តក្នុងការដែលចិញ្ចឹមកដោបបងប្អូនជួយចុច Subscribe ផងបងប្អូនដើម្បីបានជាចំណេះដឹងបានជាប្រយោជន៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃអញ្ចឹងណាបងប្អូនដែលមានចង្ការអំពៅអញ្ចឹងគុំទុកចោលបងប្អូនដាំអំពៅហើយបងប្អូនចិញ្ចឹមកដោបលេងទៅបានចិញ្ចឹមបានលុយបងប្អូនអញ្ចឹងណាមិនចិញ្ចឹមអត់លុយទេបាទអរគុណបងប្អូនអញ្ចឹងជម្រាបលាបងប្អូនអរគុណច្រើន